ដល់ពេលទ្វារចន្ទាយន្តបើកយឺតនារីភ្ញាក់ផ្អើលពេលដឹងថាប្រធាននាយកដ្ឋានថ្មីគឺគ្មានអ្នកណាក្រៅពីស្នេហ៍ដំបូងកាលពី6ឆ្នាំមុនប៉ុន្តែពេលនេះគាត់មានគូដណ្ដឹងនាងគ្រាន់តែបន្ទាបក្បាលដោយសង្ឃឹមថាមិនបានឃើញនាងទើបភ្ញាក់ផ្អើលមួយជើងឈប់ទ្វារចន្ទាយន្តបិទនាងដឹងថានាងមិនអាចគេចផុតបានទើបនាងដើរចូលដោយយកដៃសំពះផ្ទឹមយ៉ាងខ្ពស់រំកិលខ្លួនទៅកាន់ជ្រុងខាងដោយនឹកស្មានមិនដល់ហើយបានណែនាំបុរសជាគូដណ្ដឹងនារីមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងប៉ុន្តែនាងនៅតែព្យាយាមសម្រួលអារម្មណ៍ហើយលើកដៃទៅសួរសុខទុក្ខបុរសនោះប៉ុន្តែគេមិនអើពើនឹងនាងឡើយហើយចាប់ផ្ដើមពិភាក្សាជាមួយគូដណ្ដឹងថាត្រូវញ៉ាំអាហារថ្ងៃត្រង់ណាស្ត្រីនោះក៏ដកដៃចេញដោយសង្ឃឹមថាចន្ទាយន្តនឹងទៅដល់គោលដៅយ៉ាងលឿនទើបធ្វើឲ្យនាងភ្ញាក់ផ្អើលគូដណ្ដឹងបានអញ្ជើញនាងឲ្យទៅចូលរួមទទួលទានអាហារថ្ងៃត្រង់ប៉ុន្តែបុរសនោះមិនព្រមទទួលពាក្យសម្ដីត្រឹមត្រូវឡើយព្រោះនាងដឹងថាវាជាអ្វីដែលនាងធ្វើកាលពី6ឆ្នាំមុនម្ដាយបុរសឲ្យលុយ$2 លានសុំឲ្យប្រពន្ធទុកកូនចោលស្ត្រីក៏យល់ព្រមប៉ុន្តែបុរសនោះមិនជឿថាមិត្តស្រីអាចខូចចិត្តខ្លាំងពេកទើបគាត់មករកនាងដើម្បីសុំការពន្យល់ប៉ុន្តែស្ត្រីនោះប្រាប់ថាខ្លួនបានធ្លាក់សម្រាប់អ្នកដទៃហើយបើនៅតែចង់នៅជាមួយនាងត្រូវផ្ដល់$1 លានទៀតបុរសនោះខកចិត្តទាំងស្រុងងាកចេញដោយមិនដឹងខ្លួនស្ត្រីរងគ្រោះត្រូវម្ដាយឈឺធ្ងន់ដូចគ្នាមានផ្ទៃពោះកូននាយកប្រតិបត្តិរួចហើយ5ឆ្នាំកន្លងផុតទៅមួយប៉ព្រិចភ្នែកស្ត្រីរូបនេះចិញ្ចឹមកូនស្រីតែម្នាក់ឯងហើយរស់នៅអាស្រ័យគ្នាទៅវិញទៅមកនាងគិតថានាងភ្លេចអ្វីទាំងអស់ពីអតីតកាលប៉ុន្តែពេលឃើញអតីតគូស្នេហ៍របស់នាងជាមួយមិត្តរួមការងារនៅតែឈឺចាប់ខ្លាំងក្នុងចិត្តពេលដែលគូដណ្ដឹងដឹងថានារីនិងបុរសធ្លាប់មានទំនាក់ទំនងស្នេហាម្ដងរួចមកហើយនាងបានដាស់តឿននាងឲ្យនៅឆ្ងាយពីគ្នាដើម្បីសង្គ្រោះសេចក្តីថ្លៃថ្នូរនារីនោះបានទូចថានាងមិនបានស្រឡាញ់នាយកប្រតិបត្តិតាំងពីបែកគ្នាកាលពី6ឆ្នាំមុនគូដណ្ដឹងញឹមដោយក្តីពេញចិត្តនៅពេលដែលនារីហៀបនឹងចាក់ចេញគាត់បានរត់ទៅរកបុរសពីក្រោយនាងស្ដាប់អ្វីដែលនារីបាននិយាយក្នុងចិត្តហើយងាកទៅថើបនាងដោយក្តីរីករាយអារម្មណ៍តែពេលមកដល់ផ្ទះបានទទួលទូរស័ព្ទតស្រាប់តែមានឧបទ្ទហេតុនៅតាមផ្លូវហើយអ្នកជំងឺត្រូវការព្យាបាលភ្លាមស្ត្រីរងគ្រោះក៏ប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុប៉ុន្តែកូនស្រីរបស់គាត់លួចតាមនាងពេលនោះនាងបានរត់ចូលប្រធាននាយកដ្ឋានពេលសួរពីម្ដាយក្មេងស្រីចុងក្រោយទើបដឹងថាក្មេងស្រីនៅមុខគាត់ជាកូនស្រីរបស់គាត់